ចឹងនេះបាន controller 4G ដែលប្រើ 4G មានន័យថា controller នេះយើងប្រើ SIM មានន័យថាវាអាចដើរដោយអត់ពាក់ព័ន្ធមួយ Wi-Fi ទេយើងដាក់ SIM ចូលដោយកាមេរ៉ាអញ្ចឹងយើងដាក់ SIM នៅនេះបន្ទាប់មកវាភ្ជាប់ខ្លួនវាទៅអ៊ីនធឺណិតខ្លួនឯងអញ្ចឹងយើងអាចបញ្ជាពីទូរស័ព្ទដៃមាន program ពីខាងខ្ញុំ program ជាភាសាខ្មែរដែរអញ្ចឹងយើងអាចបញ្ជាបានហើយនេះក៏អេក្រង់ជាភាសាខ្មែរដែរអញ្ចឹង program ក៏ជាភាសាខ្មែរអញ្ចឹង program ព័ត៌មានលើ program នៅទូរស័ព្ទជាមួយនឹង program នៅលើនេះគឺដូចគ្នាអញ្ចឹងយើងអាចព្យាបានពីគ្រប់កន្លែងពីកន្លែងណាទៅក៏បានដែរឲ្យតែ SIM នឹងមានលុយហើយបើ SIM ដាច់លុយក៏នៅតែដើរដែរគាត់ថាយើងអត់អាចព្យា remote បានទៀតទេមានន័យថាវាដើរតាម program ដែលបានកំណត់ទុកនឹងមុនហ្នឹងហើយក្រៅពីបានទាំងអស់ហ្នឹងយើងមាន remote នៅនេះ remote បានដែលវាប្រើប្រព័ន្ធ LoRa នេះអញ្ចឹងអានេះចម្ងាយពីគ្នាបើអត់មានអីបាំងបាន1គីឡូទៅ4គីឡូដីព្រោះនេះប្រភេទ LoRa នេះមិនមែនជា Wi-Fi ទេ